ចាជំរាបសួរយាយតាអំពូមីងទាំងអស់គ្នាដែលកំពុងតែលើសជាតិអាស៊ីតឡើងគីឡូខ្លាំងនិងលើសជាតិខ្លាញ់ហើយគេងមិនលក់ចាហើយនឹងគេហៅថាមានជាតិពុលក្នុងខ្លួនបើអាចធ្វើតាមវិធីធម្មជាតិមួយនេះគឺមានតែខ្ញីសក្តិស្លឹកតយចាការលីងតែខ្ញីសក្តិស្លឹកតយឲ្យស្ងួតគឺញ៉ាំហើយគឺជួយជំនួយឲ្យយើងមានសុខភាពល្អជួយកម្ចាត់ជាតិពុលកម្ចាត់ជាតិខ្លាញ់ក្នុងខ្លួននិងជួយបញ្ចុះជាតិអាស៊ីតហើយជួយការពារផ្ដាសាយប្រព័ន្ធរាងកាយរបស់យើងរឹងមាំសម្រាប់តែខ្ញីសក្តិស្លឹកតយជាផលិតផលធម្មជាតិចាការញ៉ាំគឺការស្រកតាមបែបធម្មជាតិដែលមិនប៉ះពាល់សុខភាពមិនមានផលរំខានទៅដល់បងប្អូនទាំងអស់គ្នាហើយសម្រាប់បងដែលមានពេលបងគ្រាន់តែមានខ្ញីមានសក្តិហើយនឹងតយចិត្តជាចំណិតតូចហើយបងយកទៅលីងឲ្យស្ងួតចាហើយយើងយកទៅឆុងទឹកចា1ស្លាបព្រាបាយបងឆុងជាមួយនឹងទឹកក្តៅដាំពុះ1លីត្រចាអាចឆុងញ៉ាំជាប្រចាំថ្ងៃបានតែម្ដងជួយបញ្ចុះជាតិខ្លាញ់ជួយបញ្ចុះជាតិអាស៊ីតទទួលបានសុខភាពល្អគេងលក់ស្រួលហើយនឹងកម្ចាត់ជាតិពុលក្នុងខ្លួនទៀតបងចាបងដែលមានពេលអាចសាកល្បងក្នុងការលីងតែខ្ញីសក្តិស្លឹកតយញ៉ាំបានផលល្អហើយសុខភាពល្អហើយស្រកខ្លាញ់ស្រកក្បាលពោះស្រកជាតិគេហៅថាកម្ចាត់ជាតិខ្លាញ់ជាតិពុលក្នុងខ្លួនយើងនឹងបញ្ចុះជាតិអាស៊ីតបានយ៉ាងល្អសម្រាប់យាយតាអំពូមីងដែលពេញចិត្តនៅវីដេអូមួយនេះសូមជួយ Subscribe ម្នាក់មួយផងចាអរគុណ